ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់សាលា Let's Learn French បាទនៅក្នុងវីដេអូនេះដែរយើងនឹងនាំមកនិយាយអំពីភាសាកម្មភាពប្រចាំថ្ងៃបាទអញ្ចឹងវគ្គ2បន្តការពីវីដេអូមុនណានៅត្រង់ថ្ងៃហ្នឹងបាទអញ្ចឹងនៅវីដេអូមុនខ្ញុំបាននិយាយពាក់ព័ន្ធជាមួយនឹងបាទសកម្មភាពប្រចាំថ្ងៃដែលពាក់ព័ន្ធមួយពេលព្រឹកបាទចាឥឡូវយើងនិយាយទាក់ទងជាមួយនឹងបាទចាប់ពីម៉ោង12ថ្ងៃត្រង់ទៅវិញណាបាទអញ្ចឹងទាក់ទងជាមួយនឹង clear របស់យើងបាទយើងបានគេទី1ខ្ញុំថាម៉េច à midi j'ai une heure de pause déjeuner. J'ai une heure de pause déjeuner. បាទអញ្ចឹងមានន័យថាខ្ញុំមានរយៈពេល1ម៉ោងញ៉ាំអាហារថ្ងៃត្រង់បាទ une pause déjeuner អញ្ចឹងគឺយើងមានន័យថាពេលសម្រាប់អាហារថ្ងៃត្រង់ត្រង់ថ្ងៃហ្នឹងណាបាទអញ្ចឹងមានន័យថាពេលម៉ោង12ថ្ងៃត្រង់ហ្នឹងយើងមានពេលសម្រាប់1ម៉ោងត្រង់ថ្ងៃហ្នឹងបាទ Alors je déjeune à la cantine de l'entreprise. Alors je déjeune à la cantine de l'entreprise. បាទអញ្ចឹងខ្ញុំថាអញ្ចឹងហើយខ្ញុំញ៉ាំអាហារបាទថ្ងៃត្រង់នៅនឹងកន្លែងអាហារដ្ឋានរបស់ក្រុមហ៊ុនបាទ la cantine ហ្នឹងអាកន្លែងអាហារដ្ឋានណាបាទl'entreprise អាហ្នឹងគឺក្រុមហ៊ុនត្រង់ផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំថាម៉េច à midi j'ai une heure de pause déjeuner alors je déjeune à la cantine de l'entreprise បាទអញ្ចឹងខ្ញុំថាម៉ោង12ថ្ងៃត្រង់អញ្ចឹងគឺខ្ញុំមានរយៈពេល1ម៉ោងសម្រាប់ញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងហើយខ្ញុំញ៉ាំនៅកន្លែងកន្ទីននៅកន្លែងអាហារដ្ឋានរបស់ក្រុមហ៊ុននៅត្រង់ផ្នែកហ្នឹងបាទ Ensuite je reprends le travail jusqu'à 17h30 Ensuite je reprends le travail jusqu'à 17h30 បាទអញ្ចឹងកន្លែងចំណុចត្រង់នេះអ្នកទាំងអស់គ្នាខ្ញុំថាបន្តមកទៀតខ្ញុំចូលត្រឡប់ធ្វើការវិញណាបាទបន្ទាប់ពីយើងញ៉ាំអាហារថ្ងៃត្រង់ហើយយើងចូលធ្វើការវិញបាទអញ្ចឹងវា reprendre បាទអញ្ចឹង reprendre le travail ចូលមកធ្វើការវិញ jusqu'à យើងបកប្រែថារហូតដល់អញ្ចឹងនេះយើងធ្វើការរហូតដល់ម៉ោង5កន្លះនៅត្រង់ផ្នែកយ៉ាង5កន្លះល្ងាចបាទអញ្ចឹងបន្តមកទៀតខ្ញុំថាម៉េច à la fin de ma journée à la fin de ma journée je quitte mon bureau je quitte mon bureau បាទអញ្ចឹងមានន័យថាបន្ទាប់ពីចប់ថ្ងៃមានយើងធ្វើការដល់ម៉ោងហើយត្រង់ផ្នែកហ្នឹងយើងចប់ថ្ងៃយើងហើយបាទអញ្ចឹងខ្ញុំថាបាទ je quitte mon bureau បាទអញ្ចឹងខ្ញុំចេញពីការិយាល័យទៅត្រង់ផ្នែកហ្នឹងមានន័យថាយើងចេញពីធ្វើការទៅត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងបន្ទាប់ពីចេញពីធ្វើការហើយខ្ញុំថាម៉េច et je vais à la salle de sport et je vais à la salle de sport où je fais du sport pendant 1 heure où je fais du sport pendant 1 heure បាទអញ្ចឹងខ្ញុំថា et je vais à la salle de sport où je fais du sport pendant 1 heure បាទអញ្ចឹងខ្ញុំថាម៉េចបន្ទាប់ពីខ្ញុំចេញពីការិយាល័យហើយ je vais à la salle de sport មានន័យថាខ្ញុំទៅកន្លែងហាត់ប្រាណបាទទៅកន្លែងសាលហាត់ប្រាណត្រង់នេះណាហើយកន្លែងចំណុចត្រង់នេះខ្ញុំប្រើប្រាស់ប្រណង relative où បាទអញ្ចឹង où គឺជាប្រភេទប្រណង relative ដែលយើងប្រើប្រាស់សម្រាប់ជំនួសឲ្យទីកន្លែងនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាដែលមិនទាន់បានមើលវីដេអូរបស់ខ្ញុំពាក់ព័ន្ធមួយការប្រើប្រាស់ប្រណង relative អាចចូលទៅកាន់ YouTube Channel របស់សាលា Let's Learn French បាទដើម្បីរកវីដេអូពាក់ព័ន្ធមួយការប្រើប្រាស់បាទឬមួយខ្ញុំដាក់ link នៅខាងលើវីដេអូនេះណាបាទអញ្ចឹងខ្ញុំថាម៉េចបាទ où je fais du sport pendant 1 heure ដែលខ្ញុំហាត់ប្រាណរយៈពេល1ម៉ោងបាទអញ្ចឹងមានន័យថាខ្ញុំទៅកន្លែងសាលហាត់ប្រាណដែលជាកន្លែងដែលខ្ញុំហាត់ប្រាណហ្នឹងរយៈពេល1ម៉ោងនៅនឹងត្រង់ផ្នែកហ្នឹងអាហ្នឹងណាបាទអញ្ចឹងបន្ទាប់ពីហាត់ប្រាណហើយខ្ញុំត្រឡប់ទៅផ្ទះខ្ញុំថាម៉េច puis je rentre à la maison vers 19h puis je rentre à la maison vers 19h បាទអញ្ចឹងខ្ញុំថាបន្តមកទៀតខ្ញុំត្រឡប់ចូលទៅផ្ទះវិញបាទមានន័យថាយើងចេញមកធ្វើការចេញអីរួចអស់ហើយហាត់ប្រាណអីរួចហើយត្រឡប់ទៅកាន់ផ្ទះរបស់យើងវិញនៅត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងទាក់ទងជាមួយនឹងកន្លែងចំណុចត្រង់នេះបងប្អូនឃើញនេះជាសកម្មភាពដែលខ្ញុំនិយាយពីបាទញ៉ាំអាហារថ្ងៃត្រង់បាទចេញទៅធ្វើការហើយទៅហាត់ប្រាណហាត់អីចឹងទៅនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយអ្នកទាំងអស់គ្នាបានទោះបីជាក្នុងករណីពេលខ្លះវីដេអូឬមួយ clear ខ្ញុំដាក់ឲ្យវាមិនបានជាត្រូវតាមសកម្មភាពប្រចាំថ្ងៃរបស់គ្នាយើងប៉ុន្តែគ្រប់គ្នាយើងអាចយកបាទ clear ក៏ដូចជាបាទរបៀបនៃការបង្កើត clear អីហ្នឹងបានយកទៅប្រើប្រាស់ហើយបំលែងវាឲ្យត្រូវទៅតាមសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនយើងវិញនៅត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងវីដេអូនេះយើងមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាបាទអញ្ចឹងជួបគ្នានៅវីដេអូវគ្គ3បាទអញ្ចឹង merci beaucoup over